ប៉ុន្តែគ្មានលុយបងថ្លៃផ្ទះអាសូរដល់ចិត្តម្ចាស់ផ្ទះផងរឿងរកស៊ីផ្លូវល្អបានរីកចម្រើនបានយូរអង្វែងបងស្គាល់ខ្ញុំដែរមែនស្គាល់តាហើយបងស្គាល់ណៃច្បាស់ទៀតហ៎បងអ្នកដងដុំនឹងដែរហ្នឹងបងឮថាបុប្ផាត្រូវការលុយបងបន្ទប់ហ៎នារីម្នាក់ហ្នឹងហើយអីដែលធ្វើឲ្យកូនម៉ាក់នេះសេដល់ថ្នាក់នេះចុះប្រត់តែបងកងរែងចាំមកចាំស្អីស្គួតទេអីខ្ញុំដឹងថាបុប្ផាពិបាកក្នុងគ្រួសារថាទទួលយកវាណាខ្ញុំអត់ហ៊ានទទួលទេខ្ញុំសុំកាត់មើលសិនណាជប់រៀនទៅរៀនធ្វើអីបានប្រយោជន៍អីជីវិតជួបតែរឿងបរាជ័យឯមើលរចនាគ្នាគ្មានកំព្រាផងគ្មានសាច់ញាតិការងារមិនដឹងពិបាកមកប៉ុណ្ណាទេអាចចិត្តទេវាជាកូនអ្នកមានមកទៅស្រឡាញ់វាទៅគ្មានហេតុផលអីជាមួយយើងទេមករយៈនឹងខ្ញុំខាត់ច្រើនណាស់ណាខ្ញុំធ្លាប់ប្រាប់វិចិត្រហើយតាថាខ្ញុំអត់បានស្រឡាញ់វិចិត្រទេខ្ញុំសួរខ្ញុំអញ្ចឹងទៀតបានអត់គឺការងារស្រួលហ្នឹងណាអូនឥឡូវអូនឯងតែងខ្លួនបានស្អាតបាតទៅចាំបងនឹងទៅជួបមេបងហើយមិនពួកអត់ឲ្យខ្វល់ពីជាមួយខ្ញុំសោះអញ្ចឹងតាំងពីម៉ែស្លាប់ទៅបងកែប្រែជីវិតអស់ហើយបងនឹងអត់ប្រពន្ធសម្លាញ់បងដឹកអូន